ករណីបង្កាយក្របបែកនៅសួនមុខនាការពីត្រូវបានសមាជិកកំណត់មុខសញ្ញាឈានដល់ការខាត់ខ្លួនជនសង្ស័យបានចំនួន5នាក់នៅក្នុងនោះមានជនជាតិចិនចំនួន4នាក់ខណៈដែលសមាជិកដាក់ការសង្ស័យថាជាករណីគំរាមរឿងចាញ់ល្បែងពលមិនមែនជារឿងភេរវកម្មឬក៏រឿងនយោបាយអ្វីនោះទេជនសង្ស័យប្រុសស្រីចំនួន5នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីបង្កាយគ្រាប់បែកនៅមុខនាការ2ការឃាត់ខ្លួនត្រូវបានធ្វើឡើងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី15ខែធ្នូឆ្នាំ2022នៅចំណុចមុខផ្ទះលេខ19ផ្លូវលេខ1902សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះរួមមានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ខណ្ឌចំការមនកម្លាំងនគរបាលនាយកដ្ឋានព្រំប្រទានកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃដែលឃាត់ខ្លួនជនសង្ស័យបានចំនួន5នាក់ដែលក្នុងនោះមានប្រុស3នាក់ជាជនជាតិចិននិងស្រី2នាក់ដែលក្នុងនោះមានជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់នៅសង្កាត់និរោធខណ្ឌច្បារអំពៅដែលដកហូតបានរថយន្ត Mack Range Rover ពណ៌ស្លាយមួយគ្រឿងស្លាកលេខកម្ពុជា LC 9888បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចសួរនាំខណៈដែលកម្លាំងសមត្ថកិច្ចបានដាក់ការសង្ស័យថាអាចជារឿងផ្ទាល់ខ្លួនពាក់ព័ន្ធគំរាមរឿងចាញ់ល្បែងទំនោរមិនមែនជារឿងនយោបាយឬក៏ភេរវកម្មអ្វីនោះទេសូមជម្រាបជូនថាកាលពីវេលាម៉ោង 6 ព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2022ម្សិលមិញនេះមានហេតុការណ៍បង្កាយគ្រាប់បែកនៅក្នុងនំខេកដែលត្រូវបានរកឃើញដោយបុគ្គលិកអនាម័យម្នាក់បង្កការភ្ញាក់ផ្អើលភ្លាមលោកខួងស្រេងអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងដើម្បីបំទុះគ្រាប់បែកចោលខណៈហេតុការណ៍នេះពុំបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេខ្ញុំសុមាពីកម្មវិធី One Insight ហ៊ុនម៉ាកាសឡែនគម្រោងដីឡូនិងលំនៅឋានដែលមានទីតាំងនៅក្បែរតំបន់ដែលមានសក្តានុពលបំផុតនៅក្នុងខេត្តត្បូងឃ្មុំទិញដីចំការខ្នោការ៉ុតពីគម្រោង Riyadh Farm ទទួលបានការមើលថែទាំតាមស្តង់ដារកសិកម្មទំនើបធានាលើទីផ្សារនាំចេញចំណេញប្រាក់3ដងជារៀងរាល់ឆ្នាំរយៈពេល10ឆ្នាំពេញម៉ាកាសឡែនបន្ថែមចំនួនអកម្មដើម្បីបង្កើនទ្រព្យឲ្យសកម្មជីវភាពធូរធារគ្រួសាររស់នៅបានសុខស្រួលតើលោកអ្នកចង់បានគម្រោងដីឡូដែលមានការបង់រំលោះសុទ្ធជាមួយនឹងការប្រាក់ 0% ដែរឬទេក្រុមហ៊ុនដង្ខៅអចលនទ្រព្យនឹងផ្ដល់ជូនលោកអ្នកនៅដីឡូបែបអាជីវកម្មនៅក្នុងតំបន់ដែលមានសក្តានុពលបំផុតនិងការអភិវឌ្ឍលើគ្រប់វិស័យសាកល្បងទទួលយកបទពិសោធន៍នៅរសជាតិអាហារបែបអឺរ៉ុបមានហាឡាល់វត្ថុធាតុដើមល្អៗអនាម័យខ្ពស់ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយនៅភោជនីយដ្ឋាន306 Gulmek Evaku CPC News ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ